ចំនួនទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋចំនួន4450គ្រួសារនៅស្រុកចំនួន2នៅក្នុងខេត្តរតនគិរីកត្រឹមប្រថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ស្ថិតនៅក្នុងកម្ពស់ទឹក 13.67 ម៉ែត្រស្ថានភាពទឹកជំនន់ទឹកភ្លៀងបានបង្កឲ្យរងផលប៉ះពាល់លើស្រុកចំនួន2គឺស្រុកលំផាត់និងស្រុកកូនមុំក្នុងនោះគឺស្រុកលំផាត់បានបង្កផលប៉ះពាល់ចំនួន3ឃុំដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន3467គ្រួសារស្រុកកូនមុំគឺប៉ះពាល់ចំនួន5ឃុំប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន983គ្រួសារអាជ្ញាធរក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីកំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់និងបានសម្របសម្រួលជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះមិនមានមធ្យោបាយទៅកាន់ទីទួលសុវត្ថិភាពបានចំនួន175គ្រួសារហើយសូមបញ្ជាក់ផងដែរថានៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះពុំបានបង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋរងគ្រោះថ្នាក់អាយុជីវិតនោះទេត្រឹមព្រឹកថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះនេះខ្ញុំរ៉ាលីពី Big News